ពាក្យប្រៃនៅក្នុងភាសាអង់គ្លេសគឺយើងប្រើពាក្យថា salty ហើយទឹកមាត់គឺយើងប្រើពាក្យថា saliva ប៉ុន្តែបើសិនជាយើងចង់ពិពណ៌នាមនុស្សម្នាក់ថាគាត់គឺជាមនុស្សដែលមានទឹកមាត់ប្រៃយើងអត់ប្រើពាក្យទាំងពីរហ្នឹងទេចង់ដឹងថាគេប្រើពាក្យអីតោះតាមដានដល់គ្នាបាទសូមជម្រាបសួរនិងសួស្តីបងប្អូនអ្នកដែលនិយមសិក្សាភាសាអង់គ្លេសតាមបណ្ដាញសង្គម Facebook YouTube ឬក៏ TikTok អីជាដើមអញ្ចឹងនៅក្នុងវីដេអូនេះយើងមកនិយាយគ្នាពីមនុស្សមានទឹកមាត់ប្រៃអញ្ចឹងមនុស្សមានទឹកមាត់ប្រៃមានន័យថានិយាយទៅគេស្ដាប់ដល់ពេលមនុស្សដែលមានទឹកមាត់សាបគឺមានថានិយាយទៅគេអត់ស្ដាប់គេអត់ខ្វល់ណាអញ្ចឹងនៅក្នុងភាសាអង់គ្លេសគឺយើងអត់យកពាក្យបាទទឹកមាត់ទៅបូកជាមួយនឹងប្រៃឬក៏ប្រៃយកទៅបូកជាមួយនឹងទឹកមាត់ទេគឺគេមានពាក្យគេណាហើយប្រធានបទហ្នឹងក៏យើងបាទទទួលបានគេថា comment ណាពីបងប្អូនអ្នកដែលមើលណាក៏សួរបាទអញ្ចឹងយើងចាប់ដើមដំណងទៅពាក្យបាទទឹកមាត់ប្រៃវាអាចខុសគ្នាទៅតាមគេហៅថាបរិបទអញ្ចឹងបើសិនក្នុងករណីថាយើងជាមេគេណាបាទគាត់ម្នាក់ហ្នឹងគឺជាមេហើយគាត់និយាយមកគឺគេធ្វើតាមអញ្ចឹងយើងអាចនិយាយថាគាត់ជាមនុស្សមានទឹកមាត់ប្រៃអញ្ចឹងក្នុងករណីហ្នឹងគឺយើងអាចប្រើពាក្យ authoritative ណា authority វាមកពាក្យថា authority ដែលមានអាជ្ញាធរដែលមានគេហៅថាអំណាចអីចឹងណាហ្នឹងហើយអញ្ចឹងបាទពាក្យហ្នឹងគឺ authoritative ប៉ុន្តែបើក្នុងករណីថាទូទៅយើងអត់សំដៅទៅលើបាទទូនីតិឬក៏ស្អីទេបាទគាត់ជាមនុស្សមានទឹកមាត់ប្រៃណាបាទអញ្ចឹងបើវាទូទៅគឺយើងប្រើពាក្យថា influential បានន័យថាមនុស្សដែលមានឥទ្ធិពលនៅក្នុងភាសាអង់គ្លេសបាទគឺគេនិយាយអញ្ចឹងនិយាយទៅគេស្ដាប់បាទប្រាប់គេគឺគេធ្វើតាមណាហើយក៏យើងអាចប្រើពាក្យគេថារាងស្រាលជាងនឹងដែរដូចជាពាក្យថា charismatic ណា charismatic ក៏បាទអាចប្រើនៅក្នុងករណីថាបាទយើងនិយាយទៅគឺបាទគេស្ដាប់អញ្ចឹងណាហើយក៏មានពាក្យផ្សេងទៀតដូចជាពាក្យថា persuasive ណា persuasive ដែលបញ្ចុះបញ្ចូលបាទអញ្ចឹងនៅពេលនិយាយទៅគឺបាទគេស្ដាប់ដូចគ្នាអញ្ចឹងពាក្យទាំងអស់ហ្នឹងគឺយើងឃើញគឺវាមានលក្ខណៈបាទខុសគ្នាណាបាទអញ្ចឹងអាចថាសម្រាប់បរិបទណាមួយដែលយើងមើលទៅសមស្របបាទចាំយើងប្រើពាក្យទាំងអស់ហ្នឹងហើយចង់ដឹងថាឧទាហរណ៍បាទនៅក្នុងប្រយោគហ្នឹងគេប្រើអ្មិចហើយផ្ទុយនឹងពាក្យហ្នឹងទឹកមាត់សាបគេប្រើពាក្យអីអញ្ចឹងបងប្អូនអាចចូលទៅមើលនៅក្នុងបាទក្រុមឬក៏ channel Telegram ទៅខ្ញុំបាទដាក់នៅក្នុងហ្នឹងកុំឲ្យវីដេអូហ្នឹងកាន់តែវែងអញ្ចឹងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ Until next time be safe I'm out peace out